Hello អ្នកគ្នាតោះមកធ្វើការ unboxing Flowerno new collection មួយខ្ញុំតម្លៃរបស់ Flowerno makeup បើអ្នកគ្នាទិញតាម website តម្លៃវារហូតដល់ទៅ$600ជាងប៉ុន្តែបើអ្នកគ្នាទិញតាម IG នេះដូចខ្ញុំតែ$300ស្តង់ទិញបានហើយឥឡូវមកមើលខ្ញុំ unboxing ទាំងអស់គ្នា compact eyeshadow ឲ្យស៊ីជាមួយនឹង collection ហ្នឹងអ្នកគ្នាស្អីកាបូកពណ៌ហ្នឹងដែរ Oh my god អ្នកគ្នាស្អាតខ្លាំងណាស់តើគ្នាចឹងខ្ញុំបានដាក់វានៅកន្លែងនេះអ្នកនរគ្នាចឹងនៅក្នុងនេះដែរគឺសិតតែជា product ទាំងអស់តែម្ដង Oh my god ឡងតូនពណ៌ទឹកសមុទ្រជក់ចំនួន2 eyeliner ចំនួន2 Oh my god វាចិនណាមានបណ្ដាពណ៌រំភៃទៀត Oh mascara អ្នកគ្នាពណ៌ខ្មៅមួយពណ៌ត្នោតមួយ contour អ្នកគ្នាអូឈ្ងុយមែន Oh my god អានេះ cool tone នេះ warm tone អ្នកគ្នា packaging របស់គេក៏ស្អាតដែរ Oh my god ទឹកអប់គេស្អាតខ្លាំងណាស់អ្នកគ្នាលោកឡើងឈ្ងុយហ្មងណាអានេះពណ៌ទឹកសមុទ្រក្លិនវារាង fresh អានេះក្លិនវាបែបនំស្វានបាឡេតាគៀបរបស់វាស្អាតជាងតែអាហ្នឹងវាអត់អីណាគ្នាតាគៀបក៏មិនសំខាន់ product របស់វាគឺវា update បានល្អលយជាងមុនOh my god ពណ៌ក្រហមចេញមកលើក្នុងស្អីតែម្ដងឈ្ងុយនេះក្រែមដបពណ៌ខៀវចំនួន3ដបកាឈុកចំនួន3ក្រែមដបសចំនួន3ដូចគ្នានេះគឺគេមានជាមួយនឹងទឹកអប់ tester វាឈ្ងុយដូចអាដបធំចឹងក្លិនរបស់វាដូចអាពីរធំនេះចឹងអ្នកគ្នាបើសិនអ្នកគ្នាចង់បានជាមួយនឹង Flowerno តែទៅកាន់ IG ដែលខ្ញុំបានដាក់លើនឹងបានតែលើនឹងក៏កំពុងមាន promotion បញ្ចុះតម្លៃទៀតបើឡើងទៅ10ថ្ងៃប៉ុណ្ណោះចឹងអ្នកគ្នាចង់ដឹងព័ត៌មានបន្ថែមអាចទៅកាន់គាត់បានដោយសារអ្នកគ្នាបានដឹងហើយគឺខ្ញុំ make up សឹងរងថ្ងៃព្រោះអីខ្ញុំត្រូវថតផងហើយត្រូវចេញទៅក្រៅញឹកញាប់ដែរចឹងហើយមុខរបស់ខ្ញុំងាយនឹងឡើងរោមែនតែនប៉ុន្តែដោយសារតែខ្ញុំបានជាមួយនឹង Philic Clay Mask នេះឯងបានជួយមុខរបស់ខ្ញុំឲ្យវារៀងកាត់បន្ថយខ្លះចឹង Philic Clay Mask ហ្នឹងវាជួយបឺតយកទីលីដីឬក៏ជាតិ make up ដែលយើងលាងសម្អាតឲ្យបានជ្រះអីហ្នឹងគឺចេញមកអស់តែម្ដងបន្ទាប់ពីយើងបានបិទទុកចោល15នាទីហើយជាពិសេសចំពោះអ្នកស្បែកមុខដែលគាត់ដែលជំរុះកោសិកាចាស់បិទជាមួយនឹង Clay Mask ទៅគឺល្អខ្លាំងមែនតើចឹងបន្ទាប់ពីខ្ញុំបិទជាមួយនឹង Philic Clay Mask ហើយខ្ញុំធ្វើការបិទជាមួយនឹង Mask ស្លឹកម្ដង Mask ស្លឹកនេះគឺមាន essence ច្រើនមែនតើមកជួយផ្ដល់សំណើមដល់ស្បែកមុខរបស់យើងបានខ្ពស់និយាយទៅពេលដាក់ទៅលើមុខទៅឡើងត្រជាក់តែម្ដងខ្ញុំមិនដែលខ្លះសេប៉ុន្តែពេលដែលយើងមកបិទទៅត្រជាក់ដូចទៅមកយកជីងពីទូទឹកកកចឹងបន្ទាប់ពីខ្ញុំបិទពីមុខនេះហើយគ្រាន់តែបកមកអ្នកគ្នាគឺមុខរបស់ខ្ញុំភ្លឺជាងមុនមែនតើ